ជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនដែលចូលចិត្តនិងស្រឡាញ់ការឡើងភ្នំបោះតង់ទាំងអស់គ្នានៅក្នុងវីដេអូនេះ admin នឹងចែករំលែកពីដំណើរកម្សាន្តមួយទៅកាន់ភ្នំក្នុងលោកដែលស្ថិតនៅក្នុងតំបន់អរ៉ៃស្រុកថ្មបាំងខេត្តកោះកុងហើយក៏ជាតំបន់ស្នូលនៃជួរភ្នំក្រវាញផងដែរដោយទីតាំងភ្នំក្នុងលោកនេះនៅឆ្ងាយគូផ្សំជាមួយនឹងភូមិសាស្ត្រផ្លូវឡើងមិនមានដំរាយផ្លូវច្បាស់លាស់ក្រោយពីពិភាក្សាជាមួយពូកាយដែលរស់នៅភូមិចំណាឃុំប្រឡាយនៅជាប់ជើងភ្នំវិរិរយើងក៏សម្រេចធ្វើដំណើរផ្លូវវាងទៅរកពូក្នុងភ្នំដែលវែងតភ្ជាប់ទៅក្នុងលោកដើម្បីធានាបានថាដំណើរដើរទៅដល់ចំណុចនៃគោលដៅម្យ៉ាងយើងធ្វើបែបនេះក៏ព្រោះតាមអបិសោការដើរផ្លូវកាត់ត្រង់អាចធ្វើឲ្យយើងនឹងប៉ះច្រាំងថ្មដាច់มันអាចបន្តដំណើរទៅមុខទៀតបានហើយអាចធ្វើឲ្យយើងនឹងខាតពេលវេលាត្រូវដើរបកក្រោយមកវិញក្នុងដំណើរនេះ admin បានប្រើរយៈពេលដល់ទៅ6ថ្ងៃកាលពីថ្ងៃទី18ដល់23ខែ3ឆ្នាំ2025ដោយដើរតាមបណ្ដោយស្ទឹងអរ៉ែងឡើងទៅលើឆ្លងកាត់ស្ទឹងឫស្សីស្ទឹងខ្សែសឹងដែលមានទឹកធ្លាក់ជាច្រើនគួរឲ្យចង់លេងផងដែរដើរបណ្ដើរមើលភូមិសាស្ត្របណ្ដើរដើររហូតទៅដល់ឆាយ100នៃក្បាលស្ទឹងអរ៉ែងទើបជើងរកក្នុងភ្នំឃើញដែលតភ្ជាប់ទៅក្នុងលោករឿងគួរឲ្យរីករាយនៅតាមផ្លូវ admin ក៏បានជួបសត្វព្រៃមួយចំនួនដូចជាឆ្មាព្រៃទន្សងត្រកួតភេស្វាភ្នំអណ្ដើកភ្នំហើយនឹងសត្វតូចធំជាច្រើនទៀតដែល admin ថតអត់ទាន់ហើយអ្វីដែលពិសេសក្នុងខែ3នេះជារដូវផ្លែគុយទុំផងដែរ admin បានភ្លក់ពិតជាប្លែកមាត់ហើយរឹតតែប្លែកមាត់ទៀតនោះគឺលើកទី1ហើយដែល admin បានជួបដើមម៉ាក់ប្រាងព្រៃរសជាតិវាពិតជាជូរខ្លាំងមែនតើបងប្អូនហើយជូរជាងម៉ាក់ប្រាងនៅស្រុកយើងទៀតតែរឿងដែល admin មានអារម្មណ៍ថាសង្វេគបំផុតនោះគឺ admin បានប្រទះឃើញឆ្អឹងសត្វខ្ទីងហើយសត្វជ្រូកព្រៃជាប់ន្ទះមានងាប់មានរស់ហើយចិត្ត admin គឺចង់ជួយសង្គ្រោះមែនតើប៉ុន្តែ admin គ្មានបទពិសោធន៍ក្នុងការដោះអន្ទាក់ជ្រូកព្រៃនោះទេព្រោះកំហឹងនៃជ្រូកព្រៃជាប់អន្ទាក់គឺខ្លាំងណាស់បើយើងប្រហែលគឺអាចនឹងបង្កឲ្យគ្រោះថ្នាក់ដល់ខ្លួនឯងផងដែរនោះបងប្អូនឃើញថ្មិញឃើញកោមវានេះហើយមិនបាច់ចាំប៉ងប្រាថ្នាចង់បានអីជារបស់ស័ក្តិសិទ្ធិទេបងប្អូនអើយភាគច្រើនសិតតែរបស់ជាប់កម្មពៀទេយើងសម័យមើលថាមុននឹងវាងាប់ត្រូវចំណាយពេលប្រហែលថ្ងៃអត់បាយអត់ទឹកហើយសួរថាយកទៅធ្វើរបស់ស័ក្តិសិទ្ធិហ្នឹងបានស្អីមកវិញនាំទៅទុកដាក់ខ្លួននាំទុកដាក់គ្រួសារទេនេះមិនដឹងថាជាប់កម្មពៀបដាសាយ៉ាងណាទេហ្នឹងនៅតាមវីដេអូនេះ admin គ្រាន់តែសង្ខេបពីដំណើរត្រួសត្រាខ្លះប៉ុណ្ណោះបើបងប្អូនចង់ដឹងពីដំណើរវែងឆ្ងាយតទៅមុខទៀតអាចទស្សនាវីដេអូនេះបន្តទៀតបានអរគុណញ៉ាំបាយមុនយកកម្លាំងមុនឡើងក្នុងលោកដោយពីអ្នកពូឥឡូវម៉ោង10ទេតែយើងញ៉ាំបាយយកកម្លាំងហើយត្រៀមប្រយុទ្ធក្រោយពីញ៉ាំបាយមានកម្លាំងក៏ចាប់ផ្ដើមចេញដំណើរចេញពីភូមិចំណាឃុំប្រឡាយទៅអណ្ដងប្រមាថនៃដងស្ទឹងអរ៉ៃយើងអាចជិះម៉ូតូបានជាង10គីឡូម៉ែត្រ admin ជិះម៉ូតូខ្លួនឯងឯពូកាយគឺបានកូនឌុបទៅហើយដែលពិសេសនោះមួយទៀតនោះគឺការធ្វើផ្លូវឆ្ងាយលើកនេះគឺបានអង្គរៈដ៏ស្មោះត្រង់ពីរក្បាលបានរត់ទៅតាមជាមួយឈ្មោះអាក្រហមតែមិនមែនជាសេះក្រហមរបស់លីពូទេហើយមួយទៀតគឺឈ្មោះអាទឿបាទគឺកម្ពូខ្លាចទឹកតែពូកែដេញសัตว์នៅក្នុងព្រៃគឺ admin បានពីរក្បាលហ្នឹងហើយដែលជួយការពារពីសត្វកាយសាហាវផ្សេងមិនឲ្យមកក្បែរបន្ទាប់ពីជិះម៉ូតូបានជាង1ម៉ោងយើងក៏បានមកដល់ដងស្ទឹងអរ៉ែនៅចំណុចលងប្រមាថរួចរៀបចំធ្វើដំណើរដើរថ្មើរជើងបន្តពីអ្នកពូកាយសម្រាប់កូនគាត់ក៏ជិះម៉ូតូត្រឡប់ទៅវិញទៅបាទនេះគឺជាថ្ងៃទី18ខែ3ឆ្នាំ2025បន្ទាប់ពីយើងជិះម៉ូតូចេញពីភូមិចំណាចម្ងាយប្រមាណជា15គីឡូម៉ែត្រយើងបានមកដល់ចំណុចស្ទឹងបំបែកអរ៉ែងនិងស្ទឹងឫស្សីដែលស្ទឹងឫស្សីនេះគឺហូរចាក់ចេញពីក្នុងលោកមកហើយយើងទុកម៉ូតូនៅទីនេះហើយក៏ធ្វើដំណើរថ្មើរជើងបន្តដើម្បីឆ្ពោះទៅកាន់ក្នុងលោកនេះគឺជាលើកទី1មិនដឹងថាស្ថានភាពផ្លូវយ៉ាងណាទេសម្រាប់ដំណើរថ្មើរជើងអញ្ចឹងបងប្អូនអាចទស្សនាតាមផ្លូវបន្តទៀតសម្រាប់បងប្អូនដែលចង់ឡើងទៅកាន់ក្នុងលោកស្វាស៊ីសម៉ាក់ប្រាំងឥឡូវយើងអស់ពីស្វាស៊ីយើងរើសសបកមិនសបកអានេះលក្ខណៈថាស្វាស៊ីសអល់
dương sim đong chu chương mạ prang này sọc dương tiết wow muối phi bay mẹ tận lại lơ tiết muối wow em mình đây rồi chắp ạ ho là tưa mỗi tắc ដើរហួសចំណុចស្ទឹងត្រង់ប្រហែលជា1គីឡូម៉ែត្រក៏បានឃើញស្ទឹងបំបែកមួយសួរពូកាយទៅក៏ថាជាស្ទឹងខ្សែសឹងដែលហូរពីក្នុងលោកមកដើរឡើងទៅលើបន្តិចគឺមានឆាយ 4-5 ថ្នាក់ដោយមិនបងអង្គយូរ admin ក៏ចំណាយពេលវេលាជាង1ម៉ោងដើម្បីឲ្យពូកាយជួនទៅការឆ្លៀតពេលចូលទៅលេងតាមផ្លូវនេះពិតជាមិនខុសបំណងទេដោយបងប្អូនបានឃើញអញ្ចឹងទឹកធ្លាក់ខ្ពស់គួរសមអ្វីដែលពិសេសមានអាងហែទឹកយ៉ាងអែមតែម្ដង ធ្វើឲ្យ admin ទ្រាំមិនបានត្រូវតែចុះមុជទឹកនិងហែលេង no đồ xa ra tắc yeah em làm đong ta mùi tắc lênចំពោះម្ហូបអាហារបន្ថែមពីការត្រៀមម្ហូបក្រៀមពីផ្ទះទៅខ្លះយើងក៏អាចដាក់មងរកត្រីបានស្រស់ៗតាមស្ទឹងក៏បានជាការចែកម្លែកពី admin សម្រាប់ការគេងក្នុងព្រៃជ្រៅស្ងប់ស្ងាត់ការគេងរឹងគឺជារឿងដ៏ល្អបំផុតដែលអាចឲ្យយើងក្តោបសភាពការផ្សេងខាងក្រៅបានលឿនតែបើសិនជាបងប្អូនចង់គេងតង់លុះត្រាតែបងប្អូនអាចមានការជួបជុំឡើងភ្នំចូលព្រៃមានគ្នាច្រើន បាទនេះគឺជាទីតាំងនៃទឹកបំបែកអូតាវ៉ាធំនៃដងស្ទឹងរែងដែលអូតាវ៉ាធំនេះហូរចាក់ចេញពីក្នុងស្រួយមកហើយក៏ជាដំណើរលើកទី 2 ដែរដែលខ្ញុំបានមកដល់ទីនេះដើម្បីឆ្ពោះទៅកាន់ឆាយ100នៃក្បាលស្ទឹងរែងឆ្នាំទៅគឺខ្ញុំដើរចេញពីខាងសហគមន៍ខាងតាំងកំពង់ចាក់ឡើងកាត់ភ្នំសាដើម្បីឆ្ពោះទៅកាន់ក្បាលស្ទឹងរែងឆាយ100តែម្ដងនេះលើកទី 2 នេះខ្ញុំនឹងធ្វើដំណើរចេញពីអរ៉ៃមកវិញម្ដងចេញពីអរ៉ៃមកវិញតើពេលវេលាវាខុសត្រូវគ្នាបែបណាដែលយើងអាចគិតថាផ្លូវមួយណាស្រួលជាងអញ្ចឹងណាអូខេឥឡូវយើងសម្រាប់បន្តិចសិនតិចទៀតគឺយើងនឹងធ្វើដំណើរបន្តទៅមុខទៀតដើម្បីឆ្ពោះទៅកាន់ក្បាលស្ទឹងអរ៉ៃដែលគេហៅថាចំណុចទឹកធ្លាក់ឆាយ100 Hello baby 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 តើមកដោះចេញពៅបលឹងមកដុកឆ្ងាញ់ណាស់បងប្អូនអែមនេះសុបអីសុបទាអូយ baby មកទឿលោត1 2 3យ៉ាទឿលោតបានអាទឿភេភ្នំបងប្អូនអើយភេអវងឃើញអាចក្បាលឡំហ្នឹងតាភេអូពីចៅចាអូអាចក្បាលមើលអីងើយមើលឯងទៀតម៉ោង 3 ឥឡូវយើងសម្រាប់ចិត្តថាសម្រាប់នៅស្ទឹងបំបែកក្នុងលោកនេះស្ទឹងបំបែកក្នុងលោកអានេះស្ទឹងអរ៉ែងដែលឡើងទៅក្បាលស្ទឹងឆាយ100ហើយមិញនេះអូអែមែនតើយើងដើរមកស្កាត់ប៉ះចំវងភេគេមកចាប់ស៊ីត្រីនៅតំបន់ស្ទឹងអរ៉ែងនេះហើយថតបានតែពីចម្ងាយបងប្អូននៅឯសារនេះអាក្រហមហ្នឹងអាទឿអូអានេះលឿនជាងឯងទៀតរោឲ្យស្ងប់ចាំថតលើបថតវាឲ្យបានស្អាតឲ្យបានថតបានសូមពីចម្ងាយមកដល់ផ្អើរឡើងទៅលើភ្នំអស់ហើយយើងតែវាស្ងាត់ទៅអាចចុះមកវិញអូខេឥឡូវយើងសម្រាប់ទៅដល់សម្រាប់ហ្នឹងហើយស្អែកយើងបន្តទៅឆាយ100បន្តទៀត